ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមកបែបមនុស្សធម៌វិញម្ដងជាមួយនឹងឯកឧត្តមបណ្ឌិតខាន់ខុនអនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាហើយក៏ជាប្រធានសមាគមគ្រិស្តបរិស័ទក្នុងសន្តិភាពហើយនេះជាអណ្ដូងទី1ដែលឯកឧត្តមបណ្ឌិតបានចុះប្រគល់នៅក្នុងភូមិត្រពាំងព្រីងឃុំត្រពាំងព្រីងដែលស្ថិតនៅក្នុងស្រុកដំបែហើយក៏ផ្ដល់ជូននៅរទេះជូនដល់ជនពិការចំនួន1ហើយនេះគឺជាអណ្ដូងទី2ដែលស្ថិតនៅឃុំចុងជៀកនៃស្រុកដំបែឯកឧត្តមតែងតែមានប្រសាសន៍លើកទឹកចិត្តឲ្យមានការស្រឡាញ់គ្នាយល់គ្នាកុំឲ្យមានការរើសអើងទោះមានឋានៈទូនាទីបុណ្យស័ក្តិសញ្ជាតិឬក៏ជាសាសនាក៏តម្រូវឲ្យមានការស្រឡាញ់គ្នាដើម្បីសេចក្តីសុខសាន្តនិងការអភិវឌ្ឍឯកឧត្តមបានមានប្រសាសន៍បន្តទៀតថាដើម្បីឲ្យមានសុខដុមនីយកម្មសាសនាគឺកើតឡើងចេញពីការស្រឡាញ់លះបង់ដ៏ធំធេងដើម្បីជាប្រយោជន៍រួមក្នុងនាមឯកឧត្តមជាប្រធានសមាគមគ្រិស្តបរិស័ទក្នុងសន្តិភាពជំនួយទាំងអស់ដែលឯកឧត្តមបានជួយគឺមិនសំដៅលើបងប្អូនគ្រិស្តបរិស័ទទេប៉ុន្តែសំដៅលើកង្វះខាតដ៏ពិតប្រាកដដែលមាននៅទូទាំងប្រទេសកម្ពុជាហើយអណ្ដូងទី2នេះក៏មានចែករទេះជូនដល់ជនពិការដែរចំណែកឯអណ្ដូងទី3ដែលស្ថិតនៅក្នុងភូមិគោកស្រឡៅនៃស្រុកដំបែខេត្តត្បូងឃ្មុំខ្ញុំសូមបញ្ជាក់បន្ថែមទៀតដែរថាមិនមែនមានតែខេត្តត្បូងឃ្មុំមួយទេដែលឯកឧត្តមបានចុះជួយប៉ុន្តែទូទាំងប្រទេសកម្ពុជាហើយមានអណ្ដូងជាច្រើនរយគ្រឿងដែលត្រូវបានជួយនិងឧបត្ថម្ភមកតាមរយៈឯកឧត្តមខាន់ខុនហើយសម្រាប់អណ្ដូងទី3នេះក៏មានចែករទេះសម្រាប់ជនពិការចំនួន2ផងដែរជាចុងក្រោយខ្ញុំបាទជំនួសឲ្យប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេសកម្ពុជាសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅក្រៃលែងដល់ឯកឧត្តមខាន់ខុនសូមព្រះប្រទានពរ